ខ្ញុំគឺជាមនុស្សម្នាក់ដែលបានគាំទ្រ Taylor Swift តាំងពីឆ្នាំ2007ប៉ុន្តែនៅក្នុងពេលនេះខ្ញុំលែងជាអ្នកគាំទ្រ Taylor Swift ទៀតហើយខ្ញុំគិតថាអ្នកដែលគាំទ្រ Taylor Swift Swifties គឺគួរតែគិតឡើងវិញនិងដឹងពីរឿងមួយចំនួនសួស្តីអ្នកខ្ញុំខាខ្ញុំស្គាល់ Taylor Swift យូរហើយតាំងពីឆ្នាំ2007គឺខ្ញុំចាំថាពេលហ្នឹងគឺខ្ញុំស្ដាប់វិទ្យុ Love FM ហើយខ្ញុំតែងតែផ្ញើសារទៅសំណូមពរបទរបស់ Taylor Swift និយាយទៅគឺសំណូមពររហូតដល់ជំនាន់នោះគឺបទល្បីរបស់គាត់ដំបូងគឺ Teardrops on My Guitar នៅពេលនោះខ្ញុំគឺចាប់ផ្ដើមរៀនលេងហ្គីតាដំបូងដែរបទដំបូងគេដែលខ្ញុំរៀនលេងគឺបទហ្នឹងហើយខ្ញុំតាមដានស្ដាប់គ្រប់បទចម្រៀងរបស់ Taylor Swift ទាំងអស់បើទាំងអស់គ្នាសួរខ្ញុំពីបទចម្រៀងរបស់ Taylor Swift គឺខ្ញុំចាំ lyrics គ្រប់បទរហូតដល់ album Tortured Poets Department និង Life of a Showgirl ដែលខ្ញុំចាប់ផ្ដើមគិតឡើងវិញពីការគាំទ្រ Taylor Swift នេះបើនិយាយទៅខ្ញុំគឺជា ex-Swiftie មួយដោយសារតែមូលហេតុមួយចំនួនជាពិសេសអ្វីដែល Taylor Swift បានធ្វើក្នុងពេលថ្មីៗនេះដែលជារឿងដែលខ្ញុំអត់អាចមើលរំលងបានហើយខ្ញុំមិនអាចគាំទ្រគាត់បានតទៅទៀតទេខ្ញុំក៏ដឹងដែរថា Swifties គឺកាចអញ្ចឹងនៅក្នុងវីដេអូនេះនឹងមាន Swifties ជាច្រើនដែលមិនមកថាឲ្យខ្ញុំហីប៉ុន្តែខ្ញុំក៏ដឹងដែរថាមួយរយៈក្រោយនេះគឺមានអ្នកដែលធ្លាប់ជា Swifties ជាច្រើនដែលចាប់ផ្ដើមមើលឃើញនៅអ្វីដែល Taylor Swift បានធ្វើដែលធ្វើឲ្យពួកយើងគិតឡើងវិញពីការគាំទ្រគាត់ Taylor Swift គឺចាប់ផ្ដើមអាជីពរបស់គាត់ជាអ្នកចម្រៀងនិងអ្នកសរសេរចម្រៀងតាំងពីឆ្នាំ2006នៅពេលដែលគាត់ចេញ debut album Taylor Swift ដែលពេលនោះគឺគាត់ទៅតែអាយុ16ឆ្នាំឯងបើសិនបើទាំងអស់គ្នាតាមដានគាត់គឺទាំងអស់គ្នាប្រហែលជាធ្លាប់ឮរឿងរ៉ាវដែលគេនិយាយថា Taylor Swift ចាប់ផ្ដើមរៀនលេងហ្គីតាដំបូងនៅពេលដែលមានជាងមកធ្វើកុំព្យូទ័រម្នាក់បានមកធ្វើកុំព្យូទ័រនៅផ្ទះគាត់ហើយក៏បានយកហ្គីតាមកជាមួយហើយពេលនោះ Taylor Swift ក៏ចាប់អារម្មណ៍ទៅលើហ្គីតានោះអញ្ចឹងជាងកុំព្យូទ័រនោះក៏បានសួរថាចេះលេងហ្គីតាអត់ហើយ Taylor Swift ក៏បាននិយាយថាអត់ទេដែលពេលនោះហើយគឺជាងកុំព្យូទ័រនោះគឺបានបរៀន Taylor Swift ឲ្យចេះលេងហ្គីតា At my house and this guy came to fix my computer but he had brought a guitar with him and so I looked down at the guitar and I was like you play that and he's like yeah I do you play and I was like oh I wish he asked if I wanted to learn a couple chords I said yes and I learned those 3 chords and he left the guitar with me that week and I wrote my first song that night he just kept coming back every week and teaching me new guitar ប៉ុន្តែរឿងនេះគឺមិនមែនជារឿងពិតទេទាំងអស់គ្នាមានឆ្ងល់អត់ថាមិនបញ្ជាកុំព្យូទ័រទៅធ្វើកុំព្យូទ័របែរជាយកហ្គីតាទៅតាមខ្លួនមិនក៏មិនដាក់ទុកនៅក្នុងឡានទៅអ្នកដែលបានបង្រៀនហ្គីតាទៅ Taylor Swift នោះគឺគាត់បាននិយាយថាគាត់បាននិយាយក្រោយមកថាតាមពិតទៅគឺរឿងមិនមែនបែបនេះទេបើនិយាយខ្លីទៅគឺគាត់បានជួប Taylor Swift ម្ដាយរបស់ Taylor Swift និងប្អូនប្រុសរបស់ Taylor Swift តាំងពីឆ្នាំ2002ដែលនៅពេលនោះម្ដាយរបស់ Taylor Swift គឺបានឲ្យគាត់ថត demo ហើយ Ronnie Kramer ដែលជាជាងកុំព្យូទ័រនោះគឺបាននិយាយថា demo នោះគឺអត់សូវព្រោះណាស់ណាឯងក្រោយមកម្ដាយរបស់ Taylor Swift ក៏បានហៅឲ្យ Ronnie នោះទៅផ្ទះគាត់ដើម្បីបង្រៀនហ្គីតាឲ្យ Taylor Swift រឿងរ៉ាវពិតនោះគឺវាអត់ដូចរឿងជោគវាសនាដែល fate ដែលថា Taylor Swift គឺត្រូវតែខ្លាចទៅជាអ្នកសរសេរចម្រៀងនោះទេវាគឺជារឿងធម្មតាមួយដែលម្ដាយរបស់ Taylor Swift បានជួលឲ្យគ្រូមកបង្រៀនដល់ផ្ទះនៅពេលដែលយើងដឹងរឿងបែបនេះហើយវាធ្វើឲ្យយើងឆ្ងល់ថាតើ Taylor Swift បានកុហករឿងអីខ្លះទៀត Taylor Swift គឺមានបទចម្រៀងមួយដែលមានឈ្មោះថា Christmas Tree Farm ដែលគាត់បានច្រៀងថាគាត់ធំឡើងនៅក្នុងចំការដើម Noel ដែលនៅក្នុងនោះសូម្បីតែនៅក្នុងបទ I Bet You Think About Me ក៏គាត់បានច្រៀងដែរថា I was raised on a farm no it wasn't a mansion just living room dancing and kitchen table bills ដែលស្ដាប់ទៅគឺដូចគាត់ជាមនុស្សសាមញ្ញម្នាក់ដែលរស់នៅក្នុងផ្ទះធម្មតាហើយធំឡើងនៅក្នុងចំការអញ្ចឹងប៉ុន្តែនេះក៏ជារឿងមួយដែលកុហកដែរ Taylor Swift គឺមកពីគ្រួសារមួយដែលមាន generational wealth ឪពុកម្ដាយរបស់គាត់គឺជាអ្នកមានហើយយាយរបស់គាត់គឺជាអ្នកចម្រៀង opera ម្នាក់បើសិនបើទាំងអស់គ្នាធ្លាប់បានស្ដាប់បទ Marjorie គឺដឹងហើយម្ដាយរបស់ Taylor Swift Andrea Swift គឺធ្លាប់ជា marketing executive នៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុ Mutual Fund ហើយឪពុករបស់ Taylor Swift គឺ Scott Swift ក៏ធ្លាប់ជា stockbroker និង vice president of Merrill Lynch ដែលគ្រួសាររបស់ Taylor Swift គឺជាអ្នកដែលមានលុយប៉ុន្តែអ្វីដែលសំខាន់មួយនិងជាកត្តាជំរុញឲ្យ Taylor Swift បានល្បីដូចសប្តាហ៍ថ្ងៃគឺការតាំងចិត្តរបស់ឪពុករបស់គាត់ជាពិសេសការតាំងចិត្តថាទោះបីជាធ្វើមិនក្តោយគឺគាត់នឹងឲ្យកូនរបស់គាត់ក្លាយទៅជាតារាល្បីម្នាក់កាលពីឆ្នាំ2008អតីត manager របស់ Taylor Swift គឺ Daniel Dimtrow គឺបានប្តឹងទៅ Taylor Swift និងឪពុករបស់គាត់ដោយចោទថាមិនបានបង់លុយឲ្យគាត់គ្រប់គ្រាន់ហើយបានបណ្តេញគាត់ចេញពីការងារដោយមិនត្រឹមត្រូវនៅក្នុងក្តីនោះ email មួយរបស់ Scott Swift
ដែលជាឪពុករបស់ Taylor Swift នោះដែលគាត់បានផ្ញើទៅឲ្យ Dan ណាគឺត្រូវបានគេ subpoena ហើយក៏ត្រូវបានចេញជាសាធារណៈ email នោះគឺ7ទំព័រហើយទាំងអស់គ្នាអាចទៅរកអានមើលខ្លួនឯងបានប៉ុន្តែអ្វីដែលសំខាន់ពី email នោះគឺ Scott Swift អត់ចូលចិត្តប្រពន្ធរបស់គាត់ទេនៅពេលនោះគឺ Andrew Swift នោះដោយគាត់បាននិយាយអាក្រក់ពីប្រពន្ធរបស់គាត់ហើយគាត់បាននិយាយថាគាត់បានចំណាយលុយ$15,000នៅក្នុងការរើផ្ទះទៅលើមេរៀនសម្រាប់ Taylor Swift production និង website និងការចំណាយផ្សេងទៀតដោយគោលបំណងរបស់គាត់គឺគាត់ធ្វើឲ្យ Taylor Swift ក្លាយទៅជាតារាល្បីបើទោះបីជាត្រូវធ្វើបែបណាក៏ដោយគាត់បានផ្ញើបទចម្រៀងរបស់ Taylor Swift ទៅឲ្យ client ជាច្រើនឲ្យស្ដាប់ហើយគាត់បានរៀបគម្រោងជាច្រើនទៀតចុងក្រោយ Taylor Swift គឺបានចុះកុងត្រាជាមួយនឹង Big Machine Records ហើយទាំងអស់គ្នាដឹងអត់ថា Scott Swift គឺបានចំណាយលុយ$12,000នៅក្នុងការទិញភាគហ៊ុនក្រុមហ៊ុនផលិតកម្មនោះចំនួន 3% ដើម្បីឲ្យគេចុះកុងត្រា Taylor Swift ដោយនៅពេលដែលគេលក់ Big Machine Records Scott Swift គឺទទួលបានលុយ$15 លានស្ដាប់ទៅដូចជារឿង fairy tale ដែលក្មេងស្រីសាមញ្ញមួយបានបំពេញក្តីសម័យខ្លាចទៅជាតារាអត់ក្មេងស្រីដែលធំឡើងនៅក្នុងចំការអត់ទេព្រោះ Taylor Swift គឺមកពីគ្រួសារអ្នកមានខ្លាំងហើយមានឪពុកម្នាក់ដែលមានលុយនិងមានការតាំងចិត្តថាទោះបីជាគាត់ត្រូវធ្វើបែបណាត្រូវរើផ្ទះពី Pennsylvania ទៅ Tennessee ហើយត្រូវទិញទា rubber duck ចំនួន15,000ក៏ដោយក៏គាត់នឹងធ្វើដែរដើម្បីឲ្យកូនស្រីរបស់គាត់ក្លាយទៅជាតារាល្បីនិងមានលុយច្រើនរូបដែលគេបានបង្ហោះនេះគឺមិនមែនជាការពិតពីក្រោយការល្បីល្បាញរបស់ Taylor Swift នោះទេនៅក្នុង Lover Era Taylor Swift គឺបានបញ្ចេញ documentary មួយគឺ Miss Americana ដែល Taylor Swift គឺបានធ្វើរឿងមួយដែលគាត់អត់ដែលធ្វើពីមុនមកណាគឺគាត់បាននិយាយពីរឿងនយោបាយនេះគឺជាការភ្ញាក់ផ្អើលមួយព្រោះ Taylor Swift មុនពេលនោះអត់ដែលពាក់ព័ន្ធជាមួយនឹងរឿងនយោបាយនិងគោលនយោបាយណាមួយទេនៅក្នុង documentary នោះគឺគាត់បាននិយាយថាគាត់ចង់ឈរនៅ right side of history ហើយគាត់ចង់ចាប់ផ្ដើមនិយាយពីរឿងដែលប៉ះពាល់ដល់សិទ្ធិមនុស្ស We've not got involved with politics or religion. Yeah, but this is on the home front. And also, back in the presidential election, I was in such a horrendous place that I wasn't going to pop my head out of the sand for anything. Would you? First of all, these aren't your dad's celebrities and these aren't your dad's Republicans. Imagine if we came to you and said, hey, we've got this idea that we could halve the number of people that come to you next to it. And the other thing, just from a security So you standpoint, think Taylor Swift comes out against Trump. I don't care if they write that. I'm sad that I didn't 2 years ago, but I can't change that. I'm saying right now that this is something that I know is right, and you guys, I need to be on the right side of history. And if he doesn't win, then at least I tried. មិនត្រឹមតែប៉ុណ្ណឹងទេនៅក្នុងអាល់ប៊ុមរបស់គាត់ Lover នោះគឺមានបទចម្រៀងដូចជា The Man You Need to Calm Down ដែលសិតទៅជាបទចម្រៀងដែលនិយាយពីការគាំទ្រទៅលើ feminism និងសហគមន៍ LGBTIQ+ វាគឺជាចំណុចមួយដែលសំខាន់ព្រោះនៅក្នុងពេលនោះគឺជាពេលដែល Trump បានឡើងជាប្រធានាធិបតីអាណត្តិដំបូងហើយសិទ្ធិជាច្រើនត្រូវបានបាត់បង់ជាពិសេសសម្រាប់មនុស្សស្រីអ្នកស្រឡាញ់ភេទដូចគ្នានិង marginalized people បើនិយាយទៅ Taylor Swift គឺបានតាំងខ្លួនថាគាត់គឺជា feminist ដែរហើយនៅពេលនោះគឺជាពេលមួយដែលខ្ញុំចូលចិត្ត Taylor Swift ខ្លាំងមែនតើពេលដែលខ្ញុំជិះម៉ូតូទៅធ្វើការគឺខ្ញុំស្ដាប់អាល់ប៊ុម Lover រាល់ថ្ងៃហ្មងរហូតប៉ុន្តែតើមានរឿងអីកើតឡើងក្រោយពេលដែលអាល់ប៊ុម Lover នោះចេញមកគឺមាន COVID ហើយគាត់ក៏បានចេញអាល់ប៊ុម2គឺ sister albums គឺ Folklore ហើយនិង Evermore ក្រោយពេល COVID នោះហើយសួរថាតើ Taylor Swift បានធ្វើអីខ្លះទៀតដើម្បីបន្តតស៊ូមតិទៅលើរឿងសិទ្ធិស្មើគ្នាគឺគាត់បានស្ងាត់ឈឹងគាត់បានស្ងាត់នៅពេលដែលចាប់ផ្ដើមមានការសម្លាប់បល្ល័យពូជសាសន៍ទៅលើប្រជាជន Palestine នៅ Gaza ទាំងមានមនុស្សរាប់លានអ្នកបានអង្វរឲ្យ Taylor Swift និយាយឡើងមកព្រោះគាត់គឺជាមនុស្សម្នាក់ដែលអាចនិយាយបានថាជាមនុស្សដែលល្បីជាងគេនៅលើពិភពលោកអ្នកគាំទ្របានអង្វរគាត់ឲ្យនិយាយពីរឿងសិទ្ធិមនុស្សសិទ្ធិស្ត្រីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាការបាត់បង់សិទ្ធិនៅក្នុងការរំលូតនៅសហរដ្ឋអាមេរិក overturning of Roe v Wade និងរឿងជាច្រើនទៀតព្រោះគាត់គឺជាមនុស្សម្នាក់ដែលមានឥទ្ធិពលខ្លាំងនៅពេលដែលគាត់ប្រាប់ឲ្យអ្នកគាំទ្ររបស់គាត់ទៅចុះឈ្មោះបោះឆ្នោតគឺមានអ្នកគាំទ្រជាច្រើនដែលទៅចុះឈ្មោះបោះឆ្នោតមែនប៉ុន្តែតើ Taylor Swift បានធ្វើអីគេខ្លះនៅក្នុងពេលនោះគឺគាត់អត់បាននិយាយអីទាំងអស់នៅពេលដែល ICE និង White House បានយកបទចម្រៀងរបស់គាត់ទៅប្រើតើគាត់បានធ្វើអីគឺគាត់អត់បាននិយាយអីទាំងអស់នៅពេលដែល Trump បានយករូប AI របស់ Taylor Swift ដែលបាននិយាយថា Taylor Swift ចង់ endorse គឺចង់ឲ្យប្រជាជនសហរដ្ឋអាមេរិកបោះឆ្នោតឲ្យ Trump ហើយសួរថាតើ Taylor Swift បានធ្វើបែបណាគឺគាត់អត់បាននិយាយអីទាំងអស់អ្នកគាំទ្រមួយចំនួនដែល
delusional គឺបាននិយាយថានេះដោយសារតែគាត់ត្រូវការរក្សាសុវត្ថិភាពហើយបើសិនបើគាត់និយាយពីរឿងនយោបាយទាំងអស់នោះទៅគឺវាធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់គាត់ឬក៏ប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកគាំទ្ររបស់គាត់ប៉ុន្តែចុះ peers របស់គាត់ដែលមានភាពក្លាហាននៅក្នុងការនិយាយឡើងមកវិញ Ariana Grande, Celine Dion, Olivia Rodrigo, Sabrina Carpenter ពួកគាត់ក៏ត្រូវបាន White House និង Trump យកបទចម្រៀងរបស់ពួកគាត់ទៅប្រើដែរហើយពួកគាត់បាននិយាយចេញមកភ្លាមថាគាត់អត់គាំទ្រសកម្មភាពរបស់ Trump និង ICE Olivia Rodrigo ហើយនិង Ariana Grande ថែមទាំងបានដកបទចម្រៀងរបស់ពួកគាត់ចេញពី TikTok ដើម្បីកុំឲ្យគេអាចប្រើបានទៀតហេតុអីបានជាគាត់មានភាពក្លាហានអាចនិយាយចេញមកបានប៉ុន្តែ Taylor Swift បែរជានិយាយមកមិនបានវាធ្វើឲ្យយើងគិតថាអាចទី1 Taylor Swift យល់ស្របនិងគាំទ្រអ្វីដែល Trump ហើយនិង Trump regime កំពុងតែធ្វើទី2 Taylor Swift គឺមិនមានគោលចំហផ្ទាល់ខ្លួនទេគឺគាត់ធ្វើតាមអ្វីដែលគាត់អាចធ្វើដើម្បីឲ្យគាត់អាចលក់ album បាននិងធ្វើឲ្យគាត់កាន់តែមានលុយច្រើននៅពេលដែល Taylor Swift សកម្មជាងគេនៅក្នុងរឿងគោលនយោបាយនោះគឺនៅពេលដែលគាត់នៅជាមួយនឹង Joe Alwyn ហើយ Joe គឺជាមនុស្សម្នាក់ដែលខ្វល់ពីរឿងនយោបាយរឿងទាំងអស់នេះដែលគាត់ថែមទាំងបានពាក់ Palestine pin ទៀតនៅក្នុងបទមួយរបស់ Taylor Swift គឺបទចំណងជើងថា peace គាត់បាននិយាយថា your integrity makes me feel small ដែលធ្វើឲ្យយើងគិតថាតើ Taylor Swift គឺធ្វើជាខ្វល់ពីសិទ្ធិមនុស្សដើម្បីតែចូលឬក៏យ៉ាងណាហើយរឿងគឺអត់ចប់ត្រឹមប៉ុណ្្នឹងទេថ្មីនេះសម្រាប់ខួបគម្រប់250ឆ្នាំរបស់សហរដ្ឋអាមេរិក Trump គឺបានបង្ហោះ poster មួយដែលស្តៀងទៅនឹង poster របស់ Eras Tour របស់ Taylor Swift ហើយ Taylor Swift គឺអត់មាននិយាយមួយម៉ាត់ក៏អត់ដែរទាំងអស់គ្នាត្រូវចាំថានេះគឺជាមនុស្សម្នាក់ដែលបានទៅប្តឹងអ្នកលក់នៅលើ Etsy ដែលបានប្រើពាក្យថា shake it off នៅលើផលិតផលដែលគេធ្វើព្រោះ Taylor Swift ថានេះគឺជាពាក្យ trademark របស់គាត់នៅក្នុងបទចម្រៀង shake it off បើគ្រាន់តែអ្នកលក់នៅលើ Etsy តូចតាចមួយគាត់ទៅប្តឹងគេចុះមិនក៏មិនទៅប្តឹង Trump ទៅហេតុអីបានជាស្ងាត់ម៉េះយើងអាចមើលឃើញតម្រុយមួយគឺនៅថ្ងៃរៀបការរបស់ Taylor Swift និង Travis Kelce កាលពីថ្ងៃទី3ខែកក្កដានេះទាំងអស់គ្នាដឹងគាត់បានអញ្ជើញណាគេទៅអត់គឺគាត់បានអញ្ជើញ Stephen J. Demetrio Sr. ដែលជា Executive Chair of Amentum ដែលជាក្រុមហ៊ុនមួយដែលដំណើរការ Camp East Montana ដែលជា ICE detention facility មួយក្នុងចំណោម ICE detention facility ធំជាងគេនៅសហរដ្ឋអាមេរិកហើយមិនត្រឹមតែប៉ុណ្្នឹងទេអ្នកដែល officiate អាពាហ៍ពិពាហ៍របស់ Taylor Swift និង Travis Kelce គឺ Adam Sandler ដែលជា Zionist មួយដែលធ្លាប់បាននិយាយគាំទ្រ Israel ដោយបើកចំហពេលដែលមានតម្រុយទាំងអស់នេះហើយបូកបញ្ចូលគ្នាគឺវាធ្វើឲ្យយើងយល់ថាហេតុអីបានជា Taylor Swift អត់បាននិយាយអីទាំងអស់នៅក្នុងរយៈពេលប្រហែលឆ្នាំក្រោយនេះនៅពេលដែលអ្នកដែលនៅជុំវិញខ្លួនរបស់គាត់គឺជា MAGA ដូចជា Britney Mahomes គឺជា Zionist និងអ្នកដែលពាក់ព័ន្ធជាមួយនឹង ICE សូម្បីតែពីមុនណាក៏ធ្លាប់មានរូបរបស់ Taylor Swift ជាមួយនឹង Neo-Nazi ទៀតហើយនៅពេលដែលមានគេសរសេរពីរឿងក្រុម Neo-Nazi បានហៅ Taylor Swift ថាជា Aryan Goddess Taylor Swift បានផ្ញើលិខិត cease and desist ទៅឲ្យគេលុបអត្ថបទនោះចេញទៀតនេះគឺអត់បាននិយាយពីថ្ងៃមង្គលការរបស់គាត់ដែលគាត់បានបិទផ្លូវនៅជុំវិញ Madison Square Garden ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មនៅជុំវិញនោះក្នុងថ្ងៃដែលមមាញឹកគឺ 4th of July weekend ហើយនៅក្នុងថ្ងៃដែលក្តៅជាងគេដែលគេបានប្រាប់ឲ្យប្រជាជនប្រើប្រាស់ថាមពលដោយសន្សំសំចៃតែ billionaire មួយនេះនិងមិត្តភ័ក្តិរបស់គាត់គឺបានទៅជប់លៀងនិងប្រើប្រាស់ថាមពលតាមតែគេចង់ធ្វើខ្ញុំដឹងថាគាត់បានបរិច្ចាគលុយជាង$20 លាននៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់គាត់នោះប៉ុន្តែសួរថាតើលុយនោះវាច្រើនប៉ុណ្ណាសម្រាប់ Taylor Swift $20 លានសម្រាប់អ្នកដែលមានលុយ$2,000 លានគឺដូចអ្នកដែលមានលុយ$1,000ទៅបរិច្ចាគលុយ$10អញ្ចឹងវាគឺជាការបរិច្ចាគលុយដើម្បីលាងឈ្មោះដើម្បីឲ្យអ្នកដែលការពារគាត់អាចនិយាយថាឃើញអត់គាត់បានធ្វើរឿងល្អសម្រាប់ជួយសង្គមអញ្ចឹងកុំរិះគន់គាត់អីនេះគឺជា PR និង tax write off របស់គេទេកុំចាញ់បោកគេអីរឿងមួយដែលយើងមិនអាចមើលរំលងបាននៅពេលដែលនិយាយពី Taylor Swift គឺ carbon emission របស់គាត់ទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញ meme ទាំងអស់នេះហើយ Taylor Swift មានយន្តហោះផ្ទាល់ខ្លួន private jet របស់គាត់ហើយគាត់ធ្វើដំណើរទៅមកតាមរយៈយន្តហោះផ្ទាល់ខ្លួននេះប៉ុន្តែទាំងអស់គ្នាមានដឹងអត់ថានៅក្នុងឆ្នាំ2022ការប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនរបស់គាត់នោះគឺបានបញ្ចេញឧស្ម័នកាបូនចំនួន8,300 តោនដែលច្រើនជាងមនុស្សយើងធម្មតាមនុស្សទូទៅយើងគឺ 1,800 ដងនៅក្នុងមួយឆ្នាំមិនត្រឹមតែប៉ុណ្្នឹងទេនៅក្នុងរយៈពេល4ខែនៅក្នុងឆ្នាំ2026នេះយន្តហោះផ្ទាល់ខ្លួនរបស់ Taylor Swift គឺបានចេញហោះចំនួន81ដងដែលស្មើនឹង169ម៉ោងបើធៀបទៅនឹងយន្តហោះរបស់គាត់បានចេញកាលពីឆ្នាំ2024ចំនួន98ដងនៅក្នុងមួយឆ្នាំវាធ្វើខ្ញុំឆ្ងល់ថាកាលពីឆ្នាំ2024គឺគាត់ត្រូវ Eras Tour ប៉ុន្តែចុះឆ្នាំ2026នេះអត់មាន tour ផងតែត្រូវចេញយន្តហោះចំនួន81ដងក្នុងរយៈពេល4ខែនេះដើម្បីធ្វើអីយើងអាចនិយាយបានថាវាគឺជាយន្តហោះផ្ទាល់ខ្លួនរបស់ Taylor Swift
លុយរបស់គាត់តើទៅខ្វល់អីម៉េចប៉ុន្តែពិភពលោកនេះគឺមិនមែនជាពិភពលោករបស់ Taylor Swift ឬក៏ជាពិភពលោករបស់ billionaire ណាមួយទេនៅពេលដែល climate change និង global warming កាន់តែខ្លាំងទៅកាន់តែធ្ងន់ទៅវាគឺជារឿងរបស់យើងទាំងអស់គ្នាសកម្មភាពរបស់ Taylor Swift និង billionaire ទាំងអស់នោះគឺវានឹងធ្វើឲ្យជីវិតរបស់យើងទាំងអស់គ្នាកាន់តែវេទនាទាំងអស់គ្នាមានដឹងអត់ថានៅអឺរ៉ុបនៅឆ្នាំនេះគឺមានមនុស្សជាង 10000 នាក់ដែលបានស្លាប់ដោយសារតែកម្ដៅឡើងក្ដៅខ្លាំងពេកដោយភាគច្រើនគឺជាមនុស្សចាស់អាយុ65ឆ្នាំឬក៏ច្រើនជាងនេះយើងអត់អាចប្រកែកបានទេថានេះគឺដោយសារតែសកម្មភាពរបស់មនុស្សជាពិសេសសកម្មភាពរបស់ billionaire ដូចជា Taylor Swift វាគឺជារឿងមួយដែលមិនអាចទទួលយកបានទេហើយគឺគ្មានទំនួលខុសត្រូវតទៅសោះដែលពួកគាត់ចូលរួមនៅក្នុងការបំផ្លាញពិភពលោកដោយសារតែពួកគាត់មានលុយនិងមានអំណាចហើយអាចធ្វើរឿងទាំងអស់នោះបាននៅពេលដែលអាកាសធាតុក្តៅខ្លាំងពួកអ្នកមានទាំងអស់នោះគឺអាចហោះទៅកន្លែងដែលត្រជាក់បាននៅពេលដែលមានព្យុះគេអាចហោះទៅកន្លែងដែលគ្មានព្យុះប៉ុន្តែចុះមនុស្សធម្មតាដូចយើងវិញតើយើងអាចហោះទៅណាបានដូចគេអត់គឺយើងត្រូវវេទនាអាចនឹងបាត់បង់ជីវិតដោយសារតែសកម្មភាពអាត្មានិយមរបស់មនុស្សមួយចំនួនវាគឺជារឿងមួយដែលខ្ញុំអត់អាចទទួលយកបានទេបើទោះបីជាខ្ញុំធំឡើងជាមួយនឹងបទចម្រៀងរបស់ Taylor Swift ក៏ដោយហើយមិនត្រឹមតែប៉ុណ្្នឹងទេ Taylor Swift គឺមានទម្លាប់មួយគឺគាត់គាត់ block មិនឲ្យសិល្បករចំនួនក្រោយបានជាប់លេខ1ទេតាមរយៈការបញ្ចេញ variant ថ្មីរបស់បទចម្រៀងរបស់គាត់ដោយពេលដែល Charlie XCX បានចេញ album Brad Taylor Swift គឺបានចេញ variant ថ្មីរបស់ Tortured Poets Department ដើម្បីមក block កុំឲ្យ Charlie XCX បានជាប់លេខ1គាត់បានធ្វើរឿងនេះច្រើនលើកច្រើនសារមែនតើហើយ album និង single របស់គាត់មួយគឺចេញចង់រាប់រយ variants ឲ្យទាំងអស់គ្នាដើម្បីឲ្យបទចម្រៀងឬក៏ album នោះបានជាប់លេខ1ហើយនេះរឿងជាប់លេខ1រឿងឆាតរឿងរង្វាន់ទាំងអស់នេះគឺជារឿងដែលគាត់ខ្វល់ជាងគេ Taylor Swift បានខ្លាយទៅជា brand មួយគាត់លែងជាមនុស្សទៀតហើយអ្វីដែលគាត់ខ្វល់គឺមុខមាត់ភាពល្បីល្បាញរង្វាន់ហើយគាត់លែងមានភាពជាមនុស្សទៀតហើយទាំងអស់គ្នានេះហើយបានជា album ចុងក្រោយរបស់ Taylor Swift គឺ Life of a Showgirl គឺជា album មួយដែលយើងអាច relate to បានព្រោះគាត់លែងនៅក្នុងពិភពជាមួយនឹងយើងទាំងអស់គ្នាដែលជាមនុស្សសាមញ្ញទៀតហើយគាត់បានខ្លាយទៅជា billionaire multi billionaire ហើយខ្ញុំនៅតែជឿថា there's no such thing as an ethical billionaire including Taylor Swift ខ្ញុំស្រឡាញ់បទចម្រៀងរបស់ Taylor Swift តាំងពីខ្ញុំនៅក្មេងហើយមានរឿងជាច្រើននៅក្នុងជីវិតរបស់ខ្ញុំដែលពាក់ព័ន្ធជាមួយនឹងបទចម្រៀងរបស់គាត់ប៉ុន្តែខ្ញុំអត់អាចគ្រប់គ្រងគាត់បានទៀតទេខ្ញុំមានគោលចំហរបស់ខ្ញុំហើយគោលចំហរបស់ខ្ញុំគឺអត់ស្របជាមួយនឹងអ្វីដែល Taylor Swift បានធ្វើទៀតទេយើងអាចស្រឡាញ់តារាណាមួយបានប៉ុន្តែយើងក៏គួរតែហ៊ាននៅក្នុងការវិភាគរិះគន់និងដាក់ទំនួលខុសត្រូវទៅលើតារានោះដែរដោយយើងមិនអាចទៅឬក៏មិនគួរទៅគ្រប់គ្រងអ្នកណាគេម្នាក់ដោយមិនបានគិតឬក៏មិនខ្វល់ពីរឿងទាំងអស់នោះទេព្រោះអ្វីដែលអ្នកទាំងអស់នោះធ្វើគឺប៉ះពាល់ដល់ជីវិតរបស់អ្នកដទៃដោយសារតែភាពល្បីល្បាញនិងអំណាចរបស់ពួកគេរួមទាំង Taylor Swift ដែរអរគុណអ្នកនរគ្នាដែលបានមើលបើសិនបើចូលចិត្តវីដេអូនេះកុំភ្លេច like និង share ហើយទៅ follow ខ្ញុំនៅលើ TikTok និង subscribe នៅលើ YouTube សម្រាប់វីដេអូផ្សេងៗទៀតជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ